សូមគោរពជម្រាបសួរបងប្អូនជាទីគោរពនិងជាទីរាប់អានវិលមកជួបគ្នាសាជាថ្មីទៅនឹងប្រធានបទតែសេចក្តីថ្មីដែលនាងខ្ញុំនឹងពំយកអ្វីដែលប្លែកថ្មីសម្រាប់បងប្អូនមកសិក្សាអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលតែម្ដងទៅអញ្ចឹងប្រធានគំនិតមួយបានលើកឡើងថាជោគជ័យនៃជីវិតមនុស្សម្នាក់ៗស្ដែងចេញពីការជំនួសរាល់ការលំបាកចំពោះមុខជួបបំភ្លឺគំនិតខាងលើឲ្យបានក្បោះក្បាយចាអញ្ចឹងយើងដឹងថាប្រធានមួយនេះគឺនិយាយពីភាពជោគជ័យដើម្បីភាពជោគជ័យគឺយើងតែងតែមានការជំនះរាល់បញ្ហាដែលកើតមានណាចាអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលបន្ទាប់មកយើងចូលសេចក្តីអត្ថាធិប្បាយចាអញ្ចឹងលំនាំបញ្ហាគឺយើងត្រូវតែនិយាយអ្វីដែលទាក់ទងនឹងប្រធានបទរបស់យើងដែលបានលើកមកពីខាងលើណាអញ្ចឹងធម្មជាតិបានតាក់តែងមនុស្សឲ្យមានរូបរាងកាយពណ៌សម្បូរចិត្តគំនិតមិនដូចគ្នាទេតែគោលបំណងតែងមានដូចគ្នាគឺដំណើរជីវិតមនុស្សម្នាក់ៗត្រូវការភាពស្រណុកសុខស្រួលទាំងកាយនិងចិត្តដើម្បីការរស់នៅបានសុខស្រួលមនុស្សគ្រប់រូបតែងត្រូវពុះពៀរាល់ការលំបាកនិងឧបសគ្គច្រើនបែបយ៉ាងអញ្ចឹងកន្លែងនេះហើយគឺជាលំនាំបញ្ហានៅពេលដែលយើងយុទ្ធសរសេរលំនាំបញ្ហាហើយយើងត្រូវតែចំណូលគឺយើងចូលប្រធាននៅក្នុងសញ្ញាអភ័ន្តរៈយើងមកដាក់វិញហេតុដោយហេតុនេះហើយទើបមានគំនិតមួយបានលើកឡើងថាជោគជ័យនៃជីវិតមនុស្សម្នាក់ៗស្ដែងចេញពីការជំនះរាល់ការលំបាកចំពោះមុខតើគំនិតប្រធានខាងលើមានអត្ថន័យយ៉ាងណាខ្លះអញ្ចឹងយើងចោទសួរបែបប្រធានពន្យល់គឺចំណោទណាចាអញ្ចឹងយើងចុះដើមហ្នឹងគឺយើងចុះបន្ទាត់2គឺកន្លែងលំនាំបញ្ហាមួយនិងចំណោទបញ្ហាមួយទៀតចាបន្ទាប់យើងចូលទូសេចក្តីយើងចូលឃ្លៀបជប់សេចក្តីអញ្ចឹងដើម្បីឈានដល់ការបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយយើងចាំបាច់ត្រូវយល់ន័យនៃពាក្យលើសមួយចំនួនសិនដូចជាពាក្យជោគជ័យមានន័យថាសេចក្តីសំប្រកបសេចក្តីកើតការសេចក្តីសម្រេចផលល្អចារីឯពាក្យជំនះការជំនះគឺបានសេចក្តីថាការឈ្នះឬក៏ការតស៊ូពុះពៀឲ្យខឹងតែបានពីឈ្នះចំណែកពាក្យមួយទៀតគឺការលំបាកនេះគឺសំដៅដល់នៃការបានដោយកម្រកិច្ចការពិបាកកិច្ចដែលមិនងាយធ្វើចាអញ្ចឹងអ្វីដែលយើងបានយល់ពាក្យយើងទាំង3ហើយយើងយកអត្ថន័យរបស់ពាក្យគន្លឹះរបស់យើងទាំង3មកបញ្ចូលគ្នាធ្វើម៉េចឲ្យដូចនឹងប្រធានដែលគេចោទសួរដែលគេសួរយើងនៅខាងលើណាចាក្នុងអសញ្ញាភ័ន្តរៈអញ្ចឹងយើងបែកមកយើងអាចថាដូចនេះនៃប្រធានខាងលើចង់បង្ហាញឲ្យយើងឃើញថាសេចក្តីសំប្រកបសេចក្តីសម្រេចផលល្អសម្រាប់ជីវិតមនុស្សម្នាក់វាកើតចេញពីការតស៊ូពុះពៀខាងតែឈ្នះទៅកិច្ចការដែលពិបាកធ្វើបាននៅចំពោះមុខណាអញ្ចឹងយើងបញ្យល់ន័យហើយយើងចូលឲ្យគេគឺបកស្រាយនេះគឺកន្លែងដែលលើកយកគំនិតសំខាន់បូកនឹងឧទាហរណ៍មកនិយាយឬកន្លែងភាពសាមញ្ញតែយើងលើប្រធានខុសតែយើងឧទាហរណ៍ខុសគឺស្មើនឹងចាក់ប្រធានហ្នឹងណានិយាយទៅចាក់ប្រធានបើយើងដូចការពីផ្ដើមបើយើងផ្ដើមខុសគឺអាចចាក់អីអ្នកខ្លះអាចយកផ្ដើមយកតួយកដាក់ផ្ដើមយកផ្ដើមដាក់តួវិញអាចច្រឡំអញ្ចឹងណាអញ្ចឹងចាក់ប្រធានអីអញ្ចឹងយើងចូលបកស្រាយអញ្ចឹងបកស្រាយយើងត្រូវចុះមួយណានឹងចុះពីរហើយគឺកន្លែងឃ្លាមួយនឹងកន្លែងបកស្រាយហ្នឹងបកស្រាយជាការពិតណាស់សិស្សនិស្សិតការលំបាកចំពោះមុខគឺជាការរៀនសូត្រការប្រឡងការរកការងារធ្វើទៅថ្ងៃក្រោយបើពួកគេបើពួកគាត់ជំនះការរៀនសូត្របានល្អពួកគេនឹងទទួលបានជោគជ័យនៅក្នុងជីវិតដូចជាសិស្សនិស្សិតដែលទទួលបានកិត្តិយសជ័យលាភីឬក៏អាហារូបករណ៍ផ្សេងៗក្នុងដំណើរការសិក្សារបស់ខ្លួនតតែសិស្សនិស្សិតទាំងនោះរៀនពូកែគឺបានមកពីការហ្វឹកហាត់ស្រវាស្រទិញរៀនសូត្រដោយយកចិត្តទុកដាក់មិនស្ដាយពេលវេលាស្រាវជ្រាវរាវរកដំណោះស្រាយឬក៏ដោះស្រាយកិច្ចការដែលលោកគ្រូអ្នកគ្រូបានប្រគល់ឲ្យអញ្ចឹងណាអញ្ចឹងលំហាត់នៅក្នុងសិភៅនានាបានគាត់ប្រសាស្រាវជ្រាវរាវរកអ្វីដែលថ្មីដូចមានលក្ខណៈវិទ្យាសាស្ត្រល្អប្រពៃខ្លីឆាប់នៅក្នុងការដោះស្រាយបញ្ហានិយាយឲ្យចំគឺអាចមានកំតិចបំបែកការងាររៀនសូត្រឲ្យបានល្អប្រសើរដែលជាការងាររបស់ខ្លួនចំពោះមុខចាចឹងអីក៏ដោយយើងត្រូវតែស្វាត់ឈាយតស៊ូអំណត់ទោះការងារនោះគឺពិបាកយ៉ាងណាក៏ពួកយើងនៅត្រូវតែប្រឹងប្រែងដែរអត់ធ្មត់ណាចា
ចំពោះអាជីវករឈ្មួញពាណិជ្ជករគ្រប់ស្រទាប់វណ្ណៈការលំបាកចំពោះមុខរបស់ពួកគេគឺទប់ទល់នឹងតម្លៃចំណេញទាក់ទងនឹងអតិថិជនបម្រើសេវាការជជែកមុខរបរចោរកម្មការចែងមុខរបរសំទោសការចែងមុខរបរចោរកម្មនិងប្រធានស័កផ្សេងបើពួកគេអាចតស៊ូនឹងបញ្ហាទាំងនោះបានពួកគេនឹងសម្រេចបានជោគជ័យនៅក្នុងជីវិតពិតប្រាកដដោយលោកអ្នកមានលោកអុកញ៉ាលោកសេដ្ឋីជាដើមហ្នឹងក្នុងការដែលពួកគេមានទ្រព្យសម្បត្តិស្ដុកស្ដំគេឈ្មោះបោះសម្លេងកិត្តិយសល្បីរន្ទឺក្នុងសង្គមគឺពួកលោកនឹងបានខិតខំពីពីការលំបាកសព10យ៉ាងមិនខ្លាចនឿយហត់អស់កម្លាំងប្រឆាំងនឹងការកេងប្រវ័ញ្ចការខ្លាញ់បន្លំលួចឆក់ប្លន់ពីចោរកម្មស្រុតចុះនៃសេដ្ឋកិច្ចជាតិអន្តរជាតិដែលអាចជាប្រធានស័កនៅក្នុងមុខរបរនានានិយាយឲ្យចំគឺលោកផ្ចិតផ្ចង់និងប្រយ័ត្នប្រយែងការងារឬការរកស៊ីនឹងតាំងពីចំណុចតូចតាចដោយមិនមានការធ្វេសប្រហែសទៅលើប្រការណាមួយឡើយចាអញ្ចឹងនៅក្នុងដែលយើងរៀបរាប់ហ្នឹងគឺបានចប់ហើយវាណាពីភាសានុសេសនិងអាជីវករឬក៏អ្នកដឹកស៊ីមួយផ្នែកឥឡូវយើងចូលមើលក្នុងអត្ថបទសិក្សាសៀវភៅថ្នាក់ទី12កម្មវិធីរបស់ក្រសួងអប់រំដែលមានចំណងជើងថាអាជីវកម្មមួយនាងកៃកោក្រោយពីក្រុមហ៊ុននាងបម្រើការងារត្រូវខ្សែធននាងបានបង្កើតមុខរបរមួយដោយខ្លួនឯងពេលនាងប្រកបមុខរបរនោះនាងបានយកចិត្តទុកដាក់ស្រាវជ្រាវប្រយ័ត្នប្រយែងជាទីបំផុតគឺមានការជ្រើសរើសទីកន្លែងគិតគូរដើមទុនគិតពីការចំណាយចំណូលនិងការប្រជែងមុខរបរគ្នាជាដើមនាងមិនដែលមានការធ្វេសប្រហែសបន្តិចបន្តួចឡើយទីបំផុតនាងប្រកបមុខរបរការងាររកស៊ីបានទទួលបានផលល្អប្រសើរជាទីគាប់ចិត្តបើយើងកន្លែងទៅមើលកសិករក្នុងការធ្វើស្រែឬក៏ចម្ការមានភាពលំបាកចំពោះមុខគឺការដាំដុះឬក៏ការថែរក្សាការពារការបម្រើជីការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតស្មៅប្រមូលផលជាដើមបើពួកគាត់ឬក៏ពួកគួយនឹងប្រឈមនឹងកិច្ចការងារទាំងនោះបាននោះជីវិតពួកគេនឹងរស់នៅបានសុខស្រួលព្រោះការធ្វើស្រែចម្ការគេត្រូវជ្រើសរើសពូជត្រូវបង្កាត់ពូជឬត្រូវមើលថែប្រព័ន្ធទឹកស្រោចស្រពឲ្យបានដិតដល់ពេលដាំដុះលូតលាស់ហើយគេត្រូវមើលថែរក្សាការពារដាក់ជីឬក៏ប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតស្មៅកុំឲ្យដំណាំក្រិនមិនល្អដែលជាហេតុនាំឲ្យទទួលបានផលមិនច្រើនលុះដល់ពេលផ្លែផ្កាគេរឹតតែមើលថែរក្សាថែមទៀតក្បិតវាអាចសត្វល្អិតនឹងចង្រៃវាបំផ្លាញឬក៏មនុស្សលួចឬក៏ទុំជ្រោះការប្រើការលែងបាច់លែងកាត់ជាដើមអញ្ចឹងគំនិតសំខាន់ដែលយើងលើកមកនៅក្នុងការបកស្រាយរបស់យើងមាន3-4ចំណុចណាទី1គឺចំពោះសិទ្ធិនិស្សិតអ្នករកស៊ីបន្តមកកសិករចាអាហ្នឹងសុទ្ធតែផលលំបាកដើម្បីឲ្យមានមុខមានមាត់មានមុខរបរមានលុយកាក់មានទ្រព្យសម្បត្តិគឺសុទ្ធតែពីការខិតខំប្រឹងប្រែងចាហើយកន្លែងឧទាហរណ៍នេះខ្ញុំសូមបញ្ជាក់អត្ថបទនេះខ្ញុំបានលើករឿងតួអង្គចៅចិននៅក្នុងរឿងកុលាបបៃលិនមកនិយាយណាការជំនះរកឧបសគ្គនៅចំពោះមុខអញ្ចឹងយើងដឹងហើយថាតួអង្គចៅចិនគឺជាតួអង្គមួយដែលមានការតស៊ូអត់ធ្មត់គ្រប់ការងារទាំងអស់ដែលគាត់មានតែបាក់ដៃទៅទេប៉ុន្តែទីបំផុតគឺគាត់ទទួលបានជ័យជំនះទាំងអស់ពួកអីគាត់តស៊ូព្យាយាមនៅអ្វីដែលគាត់លំបាកគឺគាត់ខិតខំប្រឹងប្រែងអញ្ចឹងបងប្អូនកុំភ្លេចយកមកដាក់ណាចាដោយសារហេតុផលគឺខ្ញុំបានលើកទេអញ្ចឹងបងប្អូនកុំភ្លេចលើកអក្សរសិល្ប៍ស្នាដៃអក្សរសិល្ប៍ណាដែលមានការលំបាកជំនះតែចុងក្រោយគឺពួកគាត់ទទួលបានជោគជ័យណាអញ្ចឹងកុំភ្លេចលើកមកអញ្ចឹងអរគុណហ្នឹងហើយអញ្ចឹងយើងចូលមកចំណុចទៀតយើងចូលសរុបយើងចូលបន្តមួយទៀតក្នុងតួណាអញ្ចឹងសរុបយើងឃើញថាជីវិតមនុស្សម្នាក់អាចរស់នៅបានដោយសុខសាន្តត្រានគឺសម្បូរសប្បាយមានកិត្តិឈ្មោះមានកិត្តិយសលុះត្រាតែមនុស្សទាំងនោះអាចវាយទម្លុះបុកបំបែកនៅរាល់ឧបសគ្គទាំងឡាយដែលជាកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អគួរប្រសើរ
បន្ទាប់មកយើងចូលទី3គឺបញ្ចប់សេចក្តីនេះយើងមាន2ណាគឺវាតម្លៃប្រធានយើងចុះមួយមកចឹងកម្មការបកស្រាយខាងលើសូមបញ្ជាក់ឲ្យយើងឃើញថាទស្សនៈប្រធានលើកមកបង្ហាញនោះគឺមានបំណងអប់រំឲ្យមនុស្សគ្រប់គ្នាហ្នឹងរៀនជំនះឧបសគ្គទាំងឡាយដែលកើតមានឡើងក្នុងដំណើរជីវិតរបស់ខ្លួនកុំគិតបេះទើបការរស់នៅអាចមានសុភមង្គលទៅអនាគតពិតប្រាកដយើងចូលបញ្ចេញមតិផ្ទាល់ខ្លួនគឺយើងជាអ្នកសរសេរនេះណាចាអញ្ចឹងដូច្នេះយើងជាសិស្សានុសិស្សការសិក្សាជាឧបសគ្គនៃយើងត្រូវតែខិតខំក្រាញ់ដានីលដូច្នេះការរៀនសូត្រទាំងនោះគឺឲ្យដល់ទីបំផុតមិនរៀថយដរាបណាមិនទាន់ដល់ត្រើយដើម្បីទទួលបានជោគជ័យក្នុងជីវិតទៅថ្ងៃមុខអញ្ចឹងអ្វីក៏ដោយមិនមែនមកអ្វីដោយស្រួលទ្រង់ទេគឺត្រូវតែមានការពិបាកមុនទើបសំណុកក្រោយអញ្ចឹងណាដូចយើងជាសិស្សានុសិស្សអញ្ចឹងមិនមែនមករៀនចេះភ្លាមទេយើងត្រូវតែរៀនសូត្រសិនពីដឹងពីចំណុចណាទ្រឹស្ដីមកអនុវត្តអញ្ចឹងណាបានយើងដឹងថាពិបាកអញ្ចឹងប្រធានបទរបស់យើងនៃខ្ញុំបកស្រាយនៅពេលនេះគឺបានចប់ដោយសង្ខេបបែបខ្លីមិនសូវវែងទេប្រធាននេះចាអញ្ចឹងជួបគ្នានៅវីដេអូក្រោយប្រធានបទថ្មីផងដែរហើយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗណាដែលមាន Channel ឈ្មោះថាខ្មែរចាសូមអរគុណសូមជម្រាបលា